On this International Women's Day, we celebrate the strength, leadership, and resilience of women. Across Cambodia, women are not only part of development, they are shaping it. Women play a vital role in decision-making, natural resource management, and community development. At WWF Cambodia, we are proud to highlight 3 inspiring women who are leading change on the ground. Than Nay Sri, Pen Panna, and Yin Samon. គ្រួសារយើងចេះយល់ចិត្តគ្នាដឹងចិត្តគ្នាអញ្ចឹងយើងអាចយល់ពីគ្នាដោយសារគាត់យល់បានច្រើនហើយអ្វីដែលយើងខ្វះខាតក៏គាត់ជួយណែនាំហើយពេលអញ្ចឹងអត់សូវជាមានបញ្ហាចាសម្រាប់ខ្ញុំសប្តាហ៍ថ្ងៃគឺលើកទៅសារខ្លួនឯងមួយដែលថាតស៊ូមកដល់សប្តាហ៍ថ្ងៃនេះចាអាចឲ្យកូនទៅរៀនបានដល់ភ្នំពេញហើយមានជីវភាពប្រសើរជាងមុនហើយអាចតស៊ូមកគ្រប់ឧបសគ្គជាមួយគ្រួសារចាសូមផ្ដាំផ្ញើទៅស្ត្រីគ្រប់រូបទោះយើងធ្វើជាកសិកម្មក៏ដោយកុំគេហៅថាកុំចោះចាញ់ណាយើងត្រូវតស៊ូជាមួយគ្នាដើម្បីជោគជ័យចាក្រោយពីទទួលបានកញ្ចប់ថវិកាប្រាក់អាណាព្យាបាលភាពមកឃើញថាសហគមន៍ប្រាសាទទឹកខ្មៅរបស់នាងខ្ញុំគឺមានការរីកចម្រើនដោយសារតែអាចថែរក្សាព្រៃឈើដែលមានផ្ទៃដីចំនួន 5630 ហិកតានឹងឲ្យនៅគង់វង្សបានហើយក៏នៅក្នុងព្រៃហ្នឹងក៏មានដូចជាសត្វខ្ទីងសត្វស្វាសត្វតូចហើយនឹងមានឃ្មុំធំហើយនឹងមានសត្វជាច្រើនទៀតសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺដែលខ្ញុំមានវ័យចំណាស់ហើយគឺខ្ញុំមិនអាចទៅធ្វើការនៅចំការស្រែអីដូចគេបានទេប៉ុន្តែខ្ញុំមានជំនាញហ្នឹងគឺធ្វើឲ្យខ្ញុំមានជីវភាពថាយើងមិនមានប៉ុន្តែយើងមិនមានប៉ុន្តែយើងមានចង់និយាយថាអញ្ចឹងយើងមិនមានអីសម្បត្តិអីទលាយធំដុំទេប៉ុន្តែយើងមានយើងឃ្លានអីយើងអាចមានថវិកាសម្រាប់ហូបបានជាគោលបំណងរបស់ខ្ញុំហ្នឹងគឺចង់ចែករំលែកឲ្យពង្រីកក្រុមនឹងឲ្យបានច្រើនទៀតដើម្បីជួយគ្រួសារខ្លះដែលគ្មានមុខរបរ Through conservation initiatives, they are protecting forests and wildlife while strengthening community livelihoods. Their leadership shows that conservation is not only about nature, it is about people. By participating in community-based conservation, sustainable livelihoods, and local decision-makings, they are helping their communities thrive today and for future generations. Their commitment reminds us that when women are empowered, communities are stronger, forests are protected, and wildlife has a future. This International Women's Day, we celebrate women leaders like Than Nay Sri, Pen Panna, and Yin Samon because representation matters, leadership matters, and women voices matter.